บ่สวัสดีครับทุกคนมากันการประกวดระเบียงกรมมาเลเซียปากนี้จะมือกรมกัมพูชีระบายเยืององโกวารีนักร้องเวียทีปีบ่យើងក៏លេងមកមើលជាមួយនឹងដើមម៉ោងពីហ៊ីសែមការ perform ទៅលើ hero ឈូរបស់គាត់បើក map បន្ថែមទៀតហើយបាទបណ្ណេត clear land លឿនអីណាពីណាសេតគួបាទទៅទៀតហើយបាទខ្ញុំបាត់មើលមិនឃើញទេបាទចឹងមួយជាមួយនឹងការ perform របស់យើងនៅតែ perform ទៅលើ cloud ក៏ដូចជាElton របស់គេនៅតែច្រឡំកែ perform លេងជាមួយនឹង Carry ក៏ដូចជា Elton របស់គេលេងជាមួយនឹង cloud ដដែលបាទS2 របស់មេងកុងគឺជា tenacity បាទឥឡូវក៏យើងរងចាំបន្តិចបាទមិនដឹងថានៅកន្លែងណាកន្លែងណីទេឥឡូវយើងប្រមាលមើលបាទអូឌៀនហូផាយយើងវាយគេហើយបាទប្រហែលហើយតែផាយយើងវាយគេហើយបាទអូយហូណាស់តែអូសំលេងហូរបស់អូឌៀនបញ្ជាក់ថាយើងកំពុងវាយគេហើយបាទមិន first blood ក៏ថតមួយណានេះបាទអត់តន់ចូលថតបងអាចនឹងវាយ first blood អូno បាទអូ Fredrin ពងវាយតគួបាទ Fredrin ខ្ញុំមើលឃើញនេះអ៊ីរខលអើយយ៉ាបាទអូមកវិញបងមកវិញអូទៅវិញទៀតបាទម៉ាសានេះជាមួយនឹងវគ្គទី2របស់យើង Caster រៀងពិបាកមើលបន្តិចហើយចង់និយាយថាវគ្គនេះជួយនឹង Bennett បាក់ឡុកតិចហើយបារ៉ាត់ចាំលេបទេបារ៉ាត់អត់ខ្វល់ទេឲ្យតែចូលគៀដល់លេបយកទៅហើយបាទមកវិញបងបាទភ្លាមជាមួយនឹងមេងកងធ្វើការ fast clear ដើម្បីយកជាមួយនឹង Total ទី1បាទសម្រាប់ក្រុមអង្គរវេរីបាទជាមួយនឹងរ៉ាសេបើក map ក៏ដូចជា Total សល់ជាង 9000 ជាង Hisam បើក map កន្លែងនេះអាចមានការលេបបានដែរទេប៉ុន្តែអង្គិតទៀតហើយសង្ស័យទៅលេបបានដែរទេកន្លែងនេះ Total អត់មើលឃើញកាប់បានជាមួយនឹង Total ទៅលើ Baxia របស់គេផងដែរកន្លែងនេះបុកវាយចាយមក flicker ពីមេងកងកាប់បុកវាយអាចមានការដាច់ដែរទេតែយើងមើលមិនឃើញពីចម្ងាយបានតែត្រឹមបង្ហូរវោហាតែប៉ុណ្ណោះផាវិនអើយយ៉ាអត់បញ្ហាមើលផាវិនសបួរអូយ៉ាងម៉េចហើយបងគាត់ flicker បាទពី Hisam បុកវាយតែមិនដឹងថាដាច់អ្នកណាខ្លះទេបើមិនទេឥឡូវយើងមើលពីចម្ងាយទៅដូចជាដាច់មេងកងបាត់ហើយគេពាត់ស៊ីមកក្រោយបាទបើយើងគិតមែនតើតើគួរ hero គេមិនមែន plan A2 ណា A1 ដដែលហ្នឹងក៏ A1 copy យ៉ាដល់ចាំងកលមើលហ្នឹងហើយបាទខ្ញុំថាសម័យចេញដល់ឃើញហើយឃើញ chip អីហើយបាទថ្ងៃនេះម៉ាឡេគេផ្ដើរជាមួយនឹងយុទ្ធសាស្ត្រហ្នឹងដែលល្បីការចំណងតោដាក់ខ្លាំងគឺអា double locker ហ្នឹងគឺគេខ្លាច hero ណាដែលឌូដើម្បីល្អគេយក double locker ទៅ lock យកហ្មងទៅវាយយកហ្មងបាទអូយឥឡូវការប្រកួតរបស់យើងកំពុងតែស្វិតស្វាញប៉ុន្តែ Caster ពិបាកក្នុងការមើលបន្តិចអធិស្ឋានអ្នកគ្នាបាទព្រោះសារយើងមើលពីចម្ងាយមើលអត់ឃើញទេមានការ recall បែបមិត្តភាពពីទីឧត្តមក៏ដូចជាហាហ៊ីមបាទ Hisam បាទបើក map បាទច័ន្ទមករារបស់យើងកំពុងតែព្យាយាម farm ដូចគ្នាបាទដូចជាតតហើយអត់បានតតណាRetry ពី jungle របស់Nazem ហីបាទគេឈ្នះយើងHisam អត់ដាច់រោកអត់ដាច់សមដៃបាទ Hisam មានអារម្មណ៍ថាគាត់ដឹងជាមួយនឹង damage របស់ក្រុមកម្ពុជារបស់យើងខ្លាំងមែនតើបាទមើលដល់ខ្ញុំមើលដល់មើលឃើញទេមើលឃើញគាត់ប៉ុន្តែគាត់អត់ច្បាស់អូមកបាទត្រឡប់មកវិញបាទឥឡូវត្រឡប់មកវិញហើយជាមួយនឹងក្រុមកម្ពុជារបស់យើងបាទក្នុងការយកជាមួយនឹង objective ទី2នេះអាចនឹងយកបានដែរទេពី Chandavan បាទលុយគេលេងមកមួយបាទទីអាដាមនៅក្បែរហ្នឹង Hisam គេមកជាមួយនឹងការចាប់ stand ថតរូបមកពីប៉ោអាចមានការដាក់ golden hour តើអី Hisam ចង់លុកជាមួយនឹងច័ន្ទមករាពីយកតាមដល់ពីអាមកតែចាប់ជាមួយនឹងច័ន្ទមករាដែរទេដាច់អើយមកវិញហើយពីវ៉ាន់របស់ច័ន្ទមករាបោកវាយទាត់អស់ ultimate ប៉ុន្តែយើងមើលជាមួយនឹងញ៉ាំច័ន្ទមករារបស់យើងក៏បាត់បង់ដូចគ្នាផងដែរមានការចូលទៅ invest យកជាមួយនឹង Purple Bar អាចនឹងយកបានដែរទេមានការ rotation មកដូចគ្នាពី Elton មកវិញបាត់ Purple Bar បាត់បង់ជាមួយនឹង jungle យើងអស់មួយបាត់ទៅហើយថតទី2 free ទៅកាន់ម៉ាឡេស៊ីអត់អីបើយើងមើលជាមួយនឹង timeline damage របស់យើងណា
ในจังเมาđể mấy dân tràn đôi vẽ môn chẳng còn là tha để mấy cái đam máu cái đá lươn chiêng chẳng dân vay tam là biết thì lại là thắng nè អាយ៉ាកាច់ចកែមួយពីម៉ែងកងមួយទល់ឡើង3តបជាប់ដែរទេ Petrify ចាយមក Flicker ធ្វើការ counter អាចនឹងលេបជាមួយនឹងណាសានបានឬមិនបានមកនៅក្បែរនឹងចង់ចាប់ជាមួយនឹងម៉ែងកងខ្ញុំមិនជាប់ទេ chẳng chạmជាមួយនឹងម៉េងកងរៀងពិបាកបន្តិចហើយ បាទហ៊ីសែមបើក map recall តាំងពីវគ្គទី1មកដល់វគ្គទី2 បាទជាមួយនឹងម៉េងកងខ្លាយទៅជាអ្នកក្លាហានជីកដៃណាសើបង្ក្រាបជាមួយនឹងអូនអត់ដេក បាទចាប់ថតរូបមកប៉ោះ2ប៉ោះពីអលតុនបាទទៅលើពីទីឧត្តមទៅលើអលតុនបាទរ៉ាស៊ី Golden Hour ជាប់មួយប៉ុន្តែជាមួយនឹងការសានមានការ cover គ្នាផងដែរប៉ុន្តែយើងនៅខាងក្រោមអាចនឹងដាច់ធាវ៉នត្រេតដែរទេជាមួយនឹងការចាត់ skill វាយទៅលើម៉េងកងវិញយកដំណងដល់ skill ធ្វើការដកថយពីរ៉ាស៊ី បាទរកផ្លូវទៅផ្ទះវិញស្ទើរតែមិនឃើញណា ត្រឹមត្រូវ បាទអញ្ចឹងយើងក៏មិនដឹងដូចគ្នាយ៉ាងណាជាមួយនឹងការប៉ះគ្នាមួយនេះដូចគ្នាធ្វើបើតែលទ្ធផល4ទៅ1ប៉ុន្តែ goal គេលីតែ1ខេកន្លះហើយអីដែលល្អសម្រាប់នៅក្នុងវគ្គនេះតែគោះ timeline ដើម្បីបើយើងនៅចុងម៉ោងគឺនៅតែច្រើនដដែលហើយយើងមើលឈូមិនឈ្មោះចូលទេនៅពេលដែលម៉េងកងលេបឈូបានឈូលេបបណេតបានបណេតអញ្ចឹងឱកាសដែលគាត់ secure យកជាមួយនឹង kill គឺធំគ្រាន់តែមិញចាន់វ៉ាន់ក៏ kill វាយមក kill ទៅលើរោមសំទោសចាន់មេការ៉ា អីយ៉ាបុកយកតែម្ដងណាសានធ្វើការទាត់មួយជើងអាចនឹងដាច់ជាមួយនឹងទីឧត្តមបាត់ដែរប៉ុន្តែបារ៉ាផាល់ពីកៅផាវិនមានការអាល់ទីមកពីច័ន្ទមករាតែចំទេធ្វើការដកថយគេយកជាមួយនឹងធាវ៉នត្រេតដើម្បី clear ជាមួយនឹង minion ផងដែរបាទមក clear ទៅលើរោមអត់បញ្ហាគណៈពេលដែលមេងកងជួយឆ្លៀតពេល clear ជាមួយនឹង minion midland ជំនួសច័ន្ទមករាមកទៅថាអីច័ន្ទមករាថ្ងៃនេះ style ដែរចាំខ្ញុំអ្នកយកយ៉ាបាទដើមម៉ោងរៀងមានសពាតពីកាន់ពីខាងម៉ាឡេស៊ីបាទពីក្រុមអង្គរវរីរបស់យើងបាទចង់ភ្លេចជាមួយនឹងបារ៉ាត់ព្រោះដោយសារតែការអាប់ដេតទៅលើបារ៉ាត់ចង់ក្រោយបំផុតពី3ផាច់មកណាអាយ៉ា Purify ធ្វើការបោកវាយយកតែម្ដងប៉ុន្តែខាងវិនធ្វើការបាត់បង់អាទីកូពីពីអាមបាត់បង់ជាមួយនឹង Golden យើងបាត់ទៅហើយមួយពីមកតន់រឿងមកតន់ណាសាននៅក្បែរនឹងចាប់ថតមកប៉ោពីទីឧត្តមប៉ុន្តែអស់ជាមួយនឹងកង់ឡាបាត់ហើយ Retribution បានលេខកាន់ច័ន្ទបានលេបចុកពះមួយផងដែរពីម៉េងកងអាទី cover ទាត់ combo flick ពី Waterman របស់ Hitman ប៉ុន្តែមានការផ្ដាច់ទាត់មកតង់ទៀតផ្ទះមកព្រៀងយកដល់ពីច័ន្ទបានមានការដាក់ Golden Hour ជាប់បានពីរទៅលើណាសានប៉ុន្តែកន្លែងនេះជាមួយនឹងទីឧត្តមអាចដកថយបានដែរទេជាមួយនឹងការដកថយបានហើយពីទីឧត្តមចាត់ឆ្កបោកវាយចង់វាយទៅណាកន្លែងនេះជាមួយនឹងអាម៉ាអត់ទាន់មានអត្តម័យដៃក្នុងការបោកវាយទេតែណាសានធ្វើការអស់ទីបោកវាយមកវិញមកវាយមកវិញមកបោកវាយទៅលើណាសានបាត់ខៀវទៅលើកៅផាវិនផងដែរដោះបោះ Dexter ផ្ទះមកព្រៀងពីច័ន្ទបានលោឈៀមអត់មានរត់ទេពីអលតនមានបញ្ហាដែរទេទីឧត្តមនៅក្បែរហ្នឹងកន្លែងនេះជាមួយនឹងរ៉ាស៊ីកំពុងតែ high map បោកវាយយកដំណងប៉ុន្តែ Hisam ធ្វើការបើក map ពីទីឧត្តមបានឃើញជាមួយនឹង Hisam រ៉ាស៊ីអញនឹងសូវលោកគេមេងកងណាស់ទេមេងកងមាន ultimate លេបវិញមកមេងកងម្ដាយទៀតអត់ហ៊ានវាយជាមួយនឹងមេងកងទេអាយ៉ាចូលដៃខ្ញុំជ្រៅម៉ែចង់មកលេងសាកដាលម៉ែវាយអត់ឲ្យទៅផ្ទះវិញហ្មងអូណាគេមិនស្គាល់ច័ន្ទបានណាសាចាស់សាកដាមកដែរបាទអញ្ចឹងកន្លែងមិនឃើញឯងវាយចូលដល់ខៀវប៉ុន្តែក៏មានreplay ឡើងហ្នឹងឯណាហ្នឹងបាទអត់អីដោយសារតែខាងនោះគេស្នាគ្នាបាទចឹងយ៉ាងណាវិញជាមួយនឹងខៀវ6ទៅ7អត់បញ្ហាជាដូចជា goal ក៏គ្នាតែ 2k ជាងឯង timeline ដែលយើងនៅចុងវគ្គគឺសិតតែអាចវាយបានដូចគ្នាបាទទៅចុងម៉ោងណាបាទចឹងយើងមើលបន្តទៀតខណៈពេលដែល hero lock ទៅលើ Benedetta សិតតែមានដូចគ្នាពីបារ៉ាត់របស់មេងកងសិតតែលេងបានបាទចំណែកឯជាមួយនឹងច័ន្ទមករានៅក្នុងវគ្គនេះក៏គាត់មាន goal ច្រើនដូចគ្នាទីឧត្តមនៅតែជាខ្សែក្បាត់ការពារដ៏ល្អសម្រាប់មិនថាស្លាប់ឆ្វេងឬក៏ស្លាប់ស្ដាំនោះទេនៅក្នុងតារាងរបស់អង្គរវរីរបស់យើងបាទយ៉ាងណាមានការកាប់ដាច់ផមកក្រោមមួយទៀតដូចគ្នាអូយត្រាស់នេះដើមម៉ោងហើយចឹងយកឲ្យច្រើនតិចទៅយ៉ាត់ចង់ម៉ោងខាងបែកវិញអត់បានណាបាទឥឡូវយើងដាច់ជាមួយនឹង T2 នៅខាងផ្លូវបតំ land ដូចគ្នាផងដែរបាទឆ្នាំណាច័ន្ទវ៉ាន់ការលេងរបស់គាត់ពេលដែលគាត់ឆ្កឹះអា skill គាត់ម្ដងបាទតែតែមានប្រយោជន៍បាទកាត់ត skill គេដូចមិញឈូឲ្យកំពុងតែទាត់ឆ្ងាញ់ដាច់ជើងដល់រហូតហ្នឹងបាទឲ្យទាត់ប៉ុន្តែបានកធប់ឯងបាទឲ្យ knock up ឲ្យទាត់តែអត់បានកធប់បាទតែហ្នឹងដែលយើងល្បីជាមួយនឹងច័ន្ទវ៉ាន់ណាអូយបើក map បានល្អពីច័ន្ទមករាចូលទៅដល់កន្លែងនេះជាមួយនឹង Hisam ឯងនឹងគាត់លើអ្នកណាដែរទេជាមួយនឹងការចង់ឡុកទៅលើច័ន្ទវ៉ាន់ Golden Hour ចូលបានពីទីឧត្តមធ្វើការបើករ៉ាហ្វាល់បោកវាយយកទៅដល់តែរ៉ាស៊ីចង់ឡុកជាមួយនឹងគាត់មានរបស់កែផាវិនអត់ជាប់ទេជាមួយនឹង Ultimate មេងកង Blessing ด้วยបោកវាយបាត់បង់ជួយនឹងច័ន្ទវ៉ាន់កន្លែងនេះជាមួយនឹងមេងកងអាចមានបញ្ហាដែរទេជាមួយនឹងផាវិនបាត់បង់ឲ្យ300ពីក្រុមកម្ពុជាម៉ាឡេស៊ីបាត់បង់តែរ៉ាស៊ីមួយតែប៉ុណ្ណោះលបមកនេះអាចនឹងសឹកជួបានពីខាងម៉ាឡេបាត់ទៅហើយ
បាទណាមួយជា team fight មួយដែលយើងបានបញ្ញុក damage ដេញ make គេចេញដែរមិញ យ៉ា ប៉ុន្តែនៅតែ damage របស់ Elton អាចវាយទៅកាន់ backline ងាយស្រួលគ្នា បាទ ណាមួយ Pavin គាត់ដាក់ឈរនៅពេលដែល RT Cloud ដែរព្រោះដោយសារគាត់ដូចជាមិនទាន់មាន win nature ទេអត់ យ៉ា បាទគាត់តែយក Trinity item របស់គាត់សិនឬក៏ core item របស់គាត់សិននេះគ្នាបាទ2ដងហើយដែលបើក្រហមចូលទៅកាន់ Cloud ណាបាទកន្លែងនេះ Elton គឺ free damage តែម្ដងព្រោះដោយសារតែយើងត្រូវមានជាមួយនឹងការចែកជើងគ្នាសិនហើយនៅពេលដែល Cloud លោតមកប៉ុន្តែបើចុងវគ្គយើងអាចនឹងមាន win the crown ទៅកាន់ Mega win the nature ទៅកាន់ Pavin ដោយវគ្គមុនហ្នឹងណា យ៉ា បាទអញ្ចឹងគេលោតមកយើងមានតែអរគុណគេដែរព្រោះដោយសារគេលោតមកយើងវាយហើយ ហ្នឹងហើយ បាទតែឥឡូវគេលោតមកវាយយើងមែន បាទ បាទអញ្ចឹងឥឡូវនេះយើងមានតែរត់សិនចាំគិតតាមក្រោយ បាទ លោតមួយនេះលេងមួយទុកសบายព្រោះដោយសារ form សិតតែមាន shield ធំទេយ៉ាងច្រើនគេបានតែមួយ kill តែប៉ុណ្ណោះ បាទ បាទអី បាទ ម៉ែ អី ហេមកន្លែងនេះចូលមកធួនពីច័ន្ទមករាបាទ clear ជាមួយនឹង Kill to Thread នៅខាងផ្លូវមីឡានបណ្ដាពីអង្គរ Warrior ឡតមកផ្លូវខាងក្រោមគេបំបាយជាមួយនឹង Seal នៅខាងផ្លូវ Top Lane ដូចគ្នាបណ្ដាបាយ Seal អស់មកផ្លូវគេអាចនឹងចង់យកជាមួយនឹង Tier 2នៅខាងផ្លូវមីឡាន បាទចុច emoji ជីសោយឲ្យច្រើនតិចមក បាទ បងអើយព្រោះដោយសារតារានេះបាន2ដាំទីលើ2ដាំទីខ្ញុំវាយវិញ យ៉ាបាទចាំតាកែវ Pavin មាន damage តែប៉ុណ្ណោះ បាទ ក៏ដូចជាច័ន្ទមករាបាទកន្លែងនេះជាមួយនឹងការ clear ទូសៀលដាច់ជាមួយនឹង Lord clear បាន Lord បាត់ហើយប៉ុន្តែនៅសល់មាន3ផ្លូវមកបន្ថែមទៀតអាចនឹងគ្របសម្ពាធចង់បាន Tier 3យកបានដែរទេពីខាង Malaysia បាទតែបើសម្រាប់ខ្ញុំក៏មិននឹកស្មានថា Malaysia នៅថ្ងៃនេះលេងមួយក្រុមអង្គរវេរីយើងបានប៉ុណ្ណឹង បាទ ព្រោះដោយសារ performance គាត់មុនគាត់ដូចជាផ្្លាត់ចាញ់មានមកទេបើតាមខ្ញុំចាំមិនខុសណា បាទ ព្រោះដោយសារប្រកួតច្រើនពេកញមើលអស់ បាទ បាទប៉ុន្តែនៅពេលដែលគាត់មកលេងមួយអង្គរវេរីយើងបានប៉ុណ្ណឹងគឺមិនធម្មតាទេ យ៉ា ជាពិសេសជាមួយល្បិចតែ អូ ក្នុង double locker ណា អូ recall បែបមិត្តភាព ហើយយ៉ា បា បា ទ ក់មកវាយអត់ recall មិត្តភាពសម្រួលបងសម្រួល យ៉ា ចង់វាចង្វាយគ្នាទៀតបងចង់វាចង្វាយគ្នាទៀតសុំលុយទិញ item plan សិន ត្រឹមត្រូវ បាទចាំខែនេះខ្ញុំមាន win nature សិនឥឡូវមើលទៅ win nature មកតោះនេះតើគូទៅបានអានេះមួយនេះ ត្រឹមត្រូវហើយបង បាទអត់ បា អី ទរៀងស្ទើរលុយជាងវគ្គទី1បន្តិចអាយ៉ាហេសាម លេមិនបាន ហេសាមអាចនឹងមានហានិភ័យដែរទេពីម៉េងកងវគ្គនេះការលេងជាមួយនឹង front line ពិបាកក្នុងការ lock game បន្តិចហើយដោយសារតែ hero របស់គេ dash skill ច្រើនខ្លាំងពេក លេមិនបានមិនស្ដាយតើគូអើយ បាទ បាទ តោះមួយជាមួយនឹង goal lead 4k 600បាទត្រឹមរយៈពេល12នាទីបាទបន្ទុកគ្នា9ទល់នឹង3តែប៉ុណ្ណោះ ឥឡូវអីដែលយើងរំពឹងបានណាតើគូមានតែវគ្គមួយនេះគឺយើងត្រូវធ្វើឲ្យទប់ឡតឲ្យជាប់ បាទ ពេលដែលយើងទប់ឡតនឹងជាប់ឱកាសដែលយើងវាយបកអូយមើលច័ន្ទវណ្ណ អាយ៉ាច័ន្ទវណ្ណលោឈៀបទៀតមកវាយកមកពីច័ន្ទវណ្ណគាត់មកជើទៀតពីហេសាមតើណាបាទជាមួយនឹងគ្នាទៅលើកែផាមីននៅគ្នាបាត់បង់អពីរោបាត់ហើយពីខាងម៉ាឡេស៊ីមុននឹងឡតទី2 ចង់បានកដោមែនដែរទេហោចឲ្យទៅម្ដងជាមួយនឹងកំបិតប្រហានេះ អូយបង អាយ៉ារ៉ាសេបចង់ឃ្លាជាមួយនឹងឡែនបើកម៉ែពីទីដល់រ៉ាសេបជាប់ថតមកបោះពីបោះជាមួយនឹងឡតមានការស្ពននៅក្នុងរយៈពេល2វិនាទីទៀតតែបន្តជាមួយនឹងការ fast slot ដែរទេណាសានរ៉ាសេបអាចនឹងយកបានឡតមួយនេះឬក៏យ៉ាងណាចង់ចូលឬក៏មិនចូលកន្លែងនេះជាមួយនឹងការបើកម៉ែពីមេងក៏មកឡោខ្លាំងតែពីអាម៉ាក៏ពីអាតម៉ែរបស់គាត់ដេញជាមួយនឹងណាសានអស់ប៉ាហ្វ្លីកាធ្វើការលេបយកដំណងណាសានចោះស្តានយកឡតបានពីក្រុមអង្គរវេរីបងវាយអាទីពីតាមមករាបាត់បង់ជាមួយនឹងណាសានបាត់ហើយប្រាំមកភ្លៀងទៀតបន្ថែមទៅលើអាម៉ាតែលោឈាមធ្វើការដកថយក្រុមកម្ពុជាហ៊ីថែមកាកេថេសិនមកគ្នាអាយ៉ាណាស៊ីចង់ចូលមកដៃណាស៊ីចូលមកដៃបាត់បង់ជាមួយនឹងណាស៊ីមកដៃក៏ដល់មកធ្វើការចូលមកពីរកន្លែងនេះជាមួយការហូបដកថយបានតែពីអល់តនបាត់បង់ជាមួយនឹងការច័ន្ទដាវ៉ាន់ក៏ដូចកន្លែងនេះជាមួយនឹងអាចមានបញ្ហាដែរទេបាត់បង់អស់ពី hero ដូរជាមួយ hero តែប៉ុណ្ណោះ បាទមកខ្ញុំសរសើរការតាំងចិត្តឲ្យតិចរបស់ក្រុមអង្គរវេរីយើងមែនតែនពីមួយកលៈទៅមួយកលៈប៉ុន្តែបែរចង់ក្រោយដាវ៉ាន់ចង់ធ្វើរឿងដែរដែរចង់ធ្វើរឿងដែរបាទតែមិនគាត់ធ្វើបាន4រឿងហើយហីបាទមួយផ្ទះអំបញ្ញនេះគឺឲ្យ Elton ភ្ញាក់ខ្លួនដូចបត់ក្នុងបត់ចែសុពិស័យចឹងគឺបត់ត្រឹមមនុស្សទី3បាទបើកម៉ែពីទីឧត្តមទៅលើអាម៉ាកន្លែងនេះអាចនឹងមានហានិភ័យដែរទេ Golden Hour អត់ទាន់មានទេពីទីឧត្តមមេងកងក៏បើកម៉ែដូចគ្នាច័ន្ទមករាក៏មានអាទីលោតនៅផ្លូវបតំឡែនកំពុងតែធ្វើការឃ្លាជាមួយនឹងមីនៀនមួយបាទចឹងការលេងពីមួយវគ្គទៅមួយវគ្គល្បិចតាស៊ីក្លូចេញមកពីមួយទៅមួយគឺយើងអ្នកមើលជក់ចិត្តយកតែមែនតើបាទដល់មកទៀតហើយបងបាទជាមួយនឹងដាវ៉ាន់គឺគាត់ធ្វើរហូតយកតែម្ដងបាទជាមួយនឹងការលេងតាំងពីថ្ងៃទី1មកបាទនិយាយទៅទាំងសមាជិកទាំងអស់ទាំង5នាក់គឺមានមជ្ឈុតរហូតបាទអញ្ចឹងធ្វើមកជប់មកបាទ
ហត់ធាក់ធាធូនៅខាងផ្លូវបតំឡែនកន្លែងនេះជាមួយនឹងការយកបានអែលតនអស់ Dexter បាត់ហើយ Hisham នៅក្បែរនេះខាន់សៀលទៅពីទីអាដាមអានមកវាយធីមផៃដែរទេជាមួយនឹងការប្រើអាទីពីច័ន្ទមកក្រាមកវាយទៅលើសាន់ណាសានយកទៅដល់តែតអត់ទៅទេពី Hisham ចង់លុកទៅលើអ្នកណាកន្លែងនេះជាមួយនឹងច័ន្ទមកក្រាធ្វើការដកថយបានប៉ុន្តែជាមួយនឹងណាសានក៏លើលោឈៀមមានការកោះជាមួយនឹងត្រីខាងលើពីណាសេមអានមានការវាយទៀតដែរទេលោតឃ្លៀបានយកបានធាស្រីដូចគ្នាទេមកអ្នកមកផ្លូវតែប៉ុណ្ណោះអត់បញ្ហាបាទដូចជាធាស្រីសមដៃវិញវាយបដានយកតែម្ដងចាចំដាច់ប៉មលើមួយតែដូចជាមួយដាច់ប៉មក្រោមមួយដែរហើយវាយធាធូពីក្រុមកម្ពុជាចូលទៅដល់បើកម៉ែបអត់មានអ្នកហ៊ានចូលទេជាមួយនឹងការលេបយកតែម្ដងទៅលើណាសានពីម៉េកុងអាទីពីច័ន្ទមកក្រាខាំបោភ្លី Golden Lover បងវាយយកដល់ Golden Copy ធ្វើការដកថយបានដែរទេពីណាសានសមដៃចុងក្រោយជាមួយនឹងការដកថយបានដែរប៉ុន្តែយកមកជាមួយនឹងរបស់ Dexter របស់ Elton ក៏មានការដកថយ Purify ផងដែរបាទមានការលេងមួយ Minion Wave ទៀតជាមួយនឹងទៅជាជាមួយនឹង Hisham ចូលមកលងខ្លួនកាសៀចង់បងវាយយកដល់ជាមួយនឹង Hisham បាត់បង់បាត់ហើយចាំពីទីអាដាមធ្វើការដកថយកន្លែងនេះច័ន្ទដាវ៉ាន់ផ្ទះមកកម្រាមតែទីអត់ចំទេជាមួយនឹងការដកថយមកវិញផងដែរមកចង់ផ្ដាច់ទៅលើច័ន្ទដាវ៉ាន់តែវាយទៅលើច័ន្ទដាវ៉ាន់អត់ដាច់ដូចគ្នាកន្លែងនេះជាមួយនឹងការយកបានធាធូក៏ដកថយផងដែរពីក្រុមកម្ពុជា reset loan 30 second loan 30 second ឈូអាចនឹង respawn អត់ទាន់តែបើយើង fast load អាចនឹងទាន់ព្រោះសារ carry វាជា roll damage ច្រើនមែនតើណាប៉ុន្តែមកពេលដែលគេយកបានជាមួយនឹងប៉មខាងលើនេះក៏យើងមិនឆ្លៀតច្បាច់ទៅសារទៅខាងម៉ាឡេស៊ីនេះគ្នាតែគាត់បានយកប៉មខាងលើមួយដាក់បន្ទុកឲ្យ load យើងឲ្យមាននេះបានឆេងសេដ្ឋកិច្ចមកវិញប៉ុន្តែសម្រាប់ប្រទាយទៅនឹងប្រទាយគឺដាច់មួយផ្លូវស្មើបាទយ៉ាងណាដាច់លើយើងអន់ជាងដាច់ក្រោមគេព្រោះដោយសារ load បន្ទាប់នេះគឺចេញខាងក្រោមអញ្ចឹង lane គេស្រួល clear lane យើងបាក់ clear ឥឡូវ banet ឡើងទៅ clear លើនៅពេលដែលយើងឃើញ map banet clear លើយើងត្រូវសម្រាប់ចិត្ត fast load យកហ្មងព្រោះបើយើង fast load ទេគឺយើងរងចាំដកមនុស្សអូយកាំបោ play ពីម៉េកូដាច់ដល់បានហើយរាទីពីច័ន្ទមកក្រាទៅលើណាសានកន្លែងនេះជាមួយនឹង Hisham ចូលដល់ទេលោឈៀមពីទីអាដាមបើកម៉ែបានលោកខ្លាំងតែជាមួយនឹងការបើករ៉ាបាល់បាញ់ហើយពីកាយបាវិញវាយបាវិញកាយបាវិញវាយបានតែ mid lane ពីរ៉ាសេមទៅផ្ទះជាមួយនឹងច័ន្ទមកក្រាធ្វើការ cover ជាមួយនឹង mid lane មកដែរ Lord Free ឲ្យក្រុមកម្ពុជា mid lane ចង់កោះទៅណាពីរ៉ាសេមចង់ទៅណា clear ជាមួយនឹង lane អត់ឡាច់ធាស្រីទេជាមួយនឹងការរត់ពីរ៉ាសេមរត់ហើយរត់ចង់ទៅណាទីអាដាមព្យាយាមរំខានជាមួយនឹងរ៉ាសេមមិនណារត់ថែសិនក្នុងការ clear ជាមួយនឹង lane ទេមកផ្ទះតាន់ឬក៏មិនតាន់មកតាន់ឬក៏មិនតាន់ឡើយនេះ Golden Lover ទៅលើរ៉ាសេមបោកវាយទៅលើ Hisham យកទៅដល់អានេះមានបញ្ហាដែរទេពីការវិញអត់ទាន់មានអាទី clear Minion ធ្វើការដកថយសិន Minion មកផ្លូវ Mid lane បន្ថែមទៀតដែរជាមួយនឹង Lord មួយនេះបាទ clear lane អស់ហើយខាងលើក៏មានការទៅដកទៅបុកពីរ៉ាសេមនេះគ្នាគណៈពេលដែលរ៉ាទៅបានល្អមែនទេរ៉ាឡើងទៅ clear លើមកទៅអត់មាន Minion បុកលើបន្តទៀតទេតែត្រូវមើល map ដែរបានច្បាស់នេះគ្នាឆែកកាមេរ៉ាសមត្ថភាពឃើញរ៉ាសេមបានហើយនៅក្នុងកាមេរ៉ាសមត្ថភាពតែរ៉ាសេអត់ដូចជាឈ្មោលយកតម្ដងតែយកនៅបាញ់ LT clear លើដែរទេយ៉ារ៉ាសេមអាចនឹងដាក់ជាមួយនឹងការបាញ់3បាទទៅហើយលោតមកនេះទីអាដាមបើកម៉ែបជាប់ទៅលើ Elton មកស្តាន់ទៀតទីអាដាម solo ឈាមខាន់សៀលមកពី Hisham ឡុកទៅលើទីអាដាមឬក៏ណាជាមួយនឹងការតប Purify មួយបណ្ដាពីការវិញធ្វើការបោកវាយទៅលើ Hisham យកតែដល់ជាមួយនឹងការចៃ flicker មិនអាចចុងក្រោយពីការ power បាត់បោកជាមួយនឹង Hisham បានហើយបណ្ដាលោតក៏គេគ្នាបានអូបជាមួយនឹង Minion មកបន្ថែមទៀតផងដែរវាយយកបានឬក៏មិនបានពីទីអាដាមក៏លោឈាមកន្លែងនេះបាត់ជាមួយនឹង Hisham ក្នុងការបើកជាមួយនឹង front line រ៉ាសេចង់កាក់ clear ជាមួយនឹង Minion clear បានឬក៏បានមកពីវិញក្លែងបន្តែទីអាដាមធ្វើការ cover បានល្អតាមដល់ជាមួយនឹងការរះអាទីពីច័ន្ទមកក្រាបោកវាយដាច់ស្រីនៅផ្លូវ mid lane កន្លែងនេះអាចនឹងចាប់វាបានរឿងអត់បានអត់ឡើយហើយរ៉ាសែនចុច winter crown ដើម្បីពជាពេលជួយនឹងការ knock up មួយផ្នែក ultimate Gold blessing ដែរចាប់ Golden Lover ជាប់បានមួយរកលឹងជាការផ្ដាច់ទៅលើច័ន្ទមកក្រាបានហើយចុច immortal ដែរទេដាច់ immortal លេបចុកកាពះទៅលើ main កុំក៏ដូចមានការបោកវាយយកតំណងអានមានកាច់ហា shut down ទៅលើអាម៉ាធួនអូយទួនតែក៏មានការដេញអាយយមក Dexter ជាប់អូយដកថយមកវិញឬក៏មកអែតនផា Absolute រងភាពយន្តអូអានេះមានការវាយមិនដែរទេនៅសល់តែ2ណែតែប៉ុណ្ណោះដោះស្រាយលំហាត់ម្ដងមកវាដូចគ្នាផងដែរចែក map ឃើញដែរទេចែក map មករោមមកឃើញឯរ៉ាហើយវាយ៉ាងណា map clear រ៉ាសេជាប់ជាមួយនឹងការថតរូបពីទីដល់មកពីខាងក្រោយពី Hisham តែវាយទៅលើរ៉ាស៊ីយកតែដងណាសែនគីឡូឈាមជាមួយការតទៅលើព័ត៌មានរបស់កែផាវិនតែវាយផាកែផាវិនដាក់ចេញជាមួយនឹងការអត់ទេពីច័ន្ទមករាវាយទៅលើរ៉ាសេជាប់ stand by មកថតរ៉ាសេមានជាមួយនឹងការដាច់ពីមេកុងបាទមួយទប់លើសិននេះគ្នាមកណែពីច័ន្ទមករាលោតមួយទៀតនឹងកើតគេកំពុងតែដាច់យើងអាចនឹងថៃឱកាស5-4
វាយឡតសិនប៉ុន្តែមានការចង់អែនខាងក្រោមយ៉ាងឡតសិន អាយ៉ាហេសែមកតន់អត់ ហ្វៃ ហេសែ ទៀត មកតន់អ ហ្វៃ ត់ Golden Hour ពីទីអាដាមអស់ហើយជាមួយនឹងការ clear lane កន្លែងនេះជាមួយនឹងការកាន់មករា rotation មកដូចគ្នាហេសែនៅខាងក្រោយ minion គេ spawn clear ជាមួយនឹង minion មួយសិនពីវត្តមានរបស់ Oncoveria វាយឡតសិន ហេសែចង់តែណាជាប់មក stand ថតរូបមកប៉ោះជាមួយនឹងការបើក Rafa ជាប់ stand បន្ថែមទៀតជាមួយនឹងការចាប់ខ្លួនហេសែបៃមកថតមក stand ពីម៉ៃកុងបាត់បង់ជាមួយនឹងហេសែមកដែរអាទីជាមួយនឹង blessing ដែរតែជាមួយនឹងការជាប់ Golden Hour ពីអាម៉ាសល់តែពីរអ្នកក្នុងការទប់ផ្ទះទប់ជាប់ឬមិនជាប់ជាមួយនឹងការបោកវាយបាទជាមួយនឹង blessing ដែរចុច winter ground ធ្វើការដកថយមកផ្ទះភ្លៀងចុងក្រោយពីច័ន្ទបានផាច់អត់ឈឺទេធ្វើការដកថយមានការ spawn វីរ៉ា sim ដូចគ្នាបោកវាយទៅឬមិនទៅកន្លែងនេះជាមួយនឹងរ៉ាសែនបាត់បង់បានហើយឃ្លៀបានចុះទៅលើច័ន្ទមករាសល់ពីរអ្នករកការទប់ផ្ទះ minion នៅផ្លូវ Milan បាទរ៉ាហ្វាល់ពីកាយផវិនធ្វើការវាយទៅលើ Elton យកទៅម្ដងសល់ minion មកវែវទៀតអាចនឹងវាយបានដែរទេកន្លែងនេះ Elton ចូលពីមេកុង ពីមេកុង Absolute Red ភាពយន្តទៀតហើយ2 ទល់នឹង Natalia គឺបាន